តើនឹងមានអ្វីកើតឡើងប្រសិនបើយើងដាក់ប្រេងកុំព្រេស័រតិចពេកឬច្រើនពេកមិនត្រឹមត្រូវតាមការកំណត់របស់អ្នកផលិតចម្លើយការដាក់ប្រេងកុំព្រេស័រមិនត្រឹមត្រូវតាមបរិមាណដែលបានកំណត់គឺជាមូលហេតុចម្បងមួយដែលនាំឲ្យប្រព័ន្ធម៉ាស៊ីនត្រជាក់ទាំងមូលខូចខាងក្រោមនេះគឺជាផលប៉ះពាល់ដែលនឹងកើតមានឡើងករណីទី1ការដាក់ប្រេងកុំព្រេស័រតិចពេកនៅពេលដែលប្រេងនៅក្នុងប្រព័ន្ធមានតិចពេកការរំអិលនឹងមិនគ្រប់គ្រាន់ដែលបណ្ដាលឲ្យមានបញ្ហាធ្ងន់ធ្ងរដូចជា 1. ការសឹករិចរិលធ្ងន់ធ្ងរគ្រឿងបន្លាស់ដែលធ្វើចលនានៅខាងក្នុងកុំព្រេស័រដូចជាពីស្តុងជញ្ជាំងនិងកកិតគញាដោយផ្ទាល់ដោយគ្មានស្រទាប់ហ្វៀវប្រេងការពារគ្រប់គ្រាន់វានឹងបង្កើតកម្ដៅខ្ពស់ហើយធ្វើឲ្យគ្រឿងបន្លាស់សឹករិចរិលយ៉ាងឆាប់រហ័ស 2. កុំព្រេស័រក្ដៅខ្លាំងនិងជាប់គាំងដោយសារតែគ្មានប្រេងគ្រប់គ្រាន់ដើម្បីជួយបញ្ចុះកម្ដៅកុំព្រេស័រនឹងឡើងកម្ដៅខ្លាំងខុសធម្មតានៅទីបញ្ចប់គ្រឿងបន្លាស់ខាងក្នុងអាចនឹងរលាយជាប់គ្នាធ្វើឲ្យកុំព្រេស័រជាប់គាំងហើយខូចទាំងស្រុង 3. ប្រព័ន្ធគ្មានភាពត្រជាក់និងមានសំឡេងខ្លាំងនៅពេលដែលកុំព្រេស័រចាប់ផ្ដើមខូចសមត្ថភាពការបង្ហាប់ឧស្ម័ននឹងធ្លាក់ចុះធ្វើឲ្យម៉ាស៊ីនត្រជាក់មិនត្រជាក់ហើយជាញឹកញាប់វានឹងមានសំឡេងលោហៈកកិតគ្នាដែលគួរឲ្យខ្លាចសរុបសេចក្តីខ្លីៗការដាក់ប្រេងតិចពេកស្មើនឹងការបំផ្លាញកុំព្រេស័រដោយផ្ទាល់ករណីទី2ការដាក់ប្រេងកុំព្រេស័រច្រើនពេកមនុស្សជាច្រើនគិតថាការដាក់ប្រេងលើសកម្រិតប្រសើរជាងការដាក់ភ័ស្តុប៉ុន្តែនេះគឺជាការយល់ខុសដ៏ធ្ងន់ធ្ងរមួយសម្រាប់ការដាក់ប្រេងកុំព្រេស័រការដាក់ប្រេងច្រើនពេកក៏បង្កើតបញ្ហាធ្ងន់ធ្ងរដូចគ្នាដែរ 1. ប្រសិទ្ធភាពនៃភាពត្រជាក់ថយចុះប្រេងដែលលើសកម្រិតនឹងហូរទៅដក់នៅក្នុងកញ្ច្រែងត្រជាក់ស្រទាប់ប្រេងដក់ក្រាននេះនឹងស្រោបផ្នែកខាងក្នុងនៃបំពង់ដែលហេតុធ្វើឲ្យការផ្លាស់ប្ដូរកម្ដៅរវាងឧស្ម័នត្រជាក់និងខ្យល់ប្រព្រឹត្តទៅមិនបានល្អជាលទ្ធផលខ្យល់ដែលបញ្ចេញមកនឹងមិនសូវត្រជាក់ទោះបីជាកុំព្រេស័រកំពុងធ្វើការខ្លាំងក៏ដោយ 2. សម្ពាធនៅក្នុងប្រព័ន្ធឡើងខ្ពស់ខុសធម្មតាប្រេងមានមាឌធំជាងឧស្ម័នដូច្នេះនៅពេលមានប្រេងច្រើនពេកនៅក្នុងប្រព័ន្ធវានឹងធ្វើឲ្យគ្មានទីកន្លែងគ្រប់គ្រាន់សម្រាប់ឧស្ម័នដើម្បីរីកមាឌនិងកកនេះបណ្ដាលឲ្យសម្ពាធនៅក្នុងប្រព័ន្ធជាពិសេសនៅផ្នែកបំពង់សម្ពាធខ្ពស់ឡើងខ្ពស់ខុសធម្មតាដែលអាចធ្វើឲ្យបំពង់ធ្លាយឬគ្រឿងបារិកាផ្សេងៗទៀតដូចជាកញ្ច្រែងក្ដៅអាចខូចបាន 3. កុំព្រេស័រអាចខូចដោយសារការជាប់គាំងដោយសារវត្ថុរាវ Hydraulic lock កុំព្រេស័រត្រូវបានរចនាឡើងដើម្បីបង្ហាប់ឧស្ម័នមិនមែនបង្ហាប់វត្ថុរាវទេប្រសិនបើប្រេងរាវចូលទៅក្នុងបន្ទប់បង្ហាប់ច្រើនពេកកុំព្រេស័រនឹងព្យាយាមបង្ហាប់ប្រេងដែលមិនអាចបង្ហាប់បានដែលអាចធ្វើឲ្យគ្រឿងបន្លាស់ខាងក្នុងដូចជាសន្ទះវ៉ាល់ឬបន្ទះផ្លាកបាក់បែកឬខូចខាតសរុបសេចក្តីខ្លីៗការដាក់ប្រេងច្រើនពេកធ្វើឲ្យម៉ាស៊ីនត្រជាក់មិនត្រជាក់ហើយអាចបំផ្លាញគ្រឿងបន្លាស់ផ្សេងៗទៀតនៅក្នុងប្រព័ន្ធបានសេចក្តីសន្និដ្ឋានសម្រាប់ជាងជំនាញបរិមាណប្រេងកុំព្រេស័រដោយត្រឹមត្រូវគឺពិតជាសំខាន់ណាស់ត្រូវតែអនុវត្តតាមសៀវភៅណែនាំជួសជុលរបស់រថយន្តម៉ូដែលនោះឬតាមការកំណត់របស់អ្នកផលិតកុំព្រេស័រជានិច្ចការប៉ាន់ស្មានដោយមិនមានឯកសារយោងត្រង់គឺជាហានិភ័យដែលមិនសមនឹងសាសល្បងទេសោះ